Okay, hello everyone. Soon Fakumakan channel ខ្ញុំរៀនជាថ្មីម្ដងទៀតដែលយើងសិក្សាទៅលើមូលដ្ឋានគ្រឹះរបស់ភាសាអង់គ្លេសនៅភាគ2 Okay អញ្ចឹងកាលពីវីដេអូមុនគឺវីដេអូភាគ1ហើយនេះគឺជាវីដេអូភាគ2ដែលយើងសិក្សាទៅលើបច្ចុប្បន្នកាលរបស់កិរិយាសព្ទ be Okay អញ្ចឹងវាជាការរំលឹកម្ដងទៀតទាំងអស់គ្នាកិរិយាសព្ទ be គឺយើងចែកវាចេញជា3ដែលវាមាន am is ហើយនិង are Okay អញ្ចឹងយើងចូលទៅកាន់ slide បន្ទាប់បាទទាំងអស់គ្នាកុំភ្លេចជួយចុច subscribe ទៅលើ channel YouTube របស់ខ្ញុំមួយផងដើម្បីទទួលបាននូវការ upload វីដេអូថ្មីៗជាបន្តទៀតបាទដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅសិក្សាទាំងអស់គ្នា Okay ស្លាយបន្ទាប់ក៏ជាការរំលឹកដល់អ្នកគ្នាផងដែរអញ្ចឹងកាលពីវីដេអូមុនគឺយើងសិក្សាទៅលើ subject ផងដែរអញ្ចឹង subject នៅក្នុងភាសាអង់គ្លេសគឺវាមានចំនួន7នេះដែលមាន I you we they he she it ស្លាយបន្ទាប់គឺយើងរំលឹកទៅលើ subject ការប្រើប្រាស់រវាង subject ជាមួយនឹង to be អញ្ចឹងកាលពីមេរៀនមុនក៏ខ្ញុំបានបញ្យល់ទៅនឹងចំណុចនេះផងដែរអញ្ចឹងអានេះគ្រាន់តែជាការរំលឹកដល់អ្នកគ្នាឡើងវិញទេអូខេអញ្ចឹងយើងប្រើ I ជាមួយនឹង am you we they ជាមួយនឹង are ហើយ he she it ជាមួយនឹង is អូខេអញ្ចឹងយើងចូលទៅកាន់មេរៀនថ្មីសម្រាប់ថ្ងៃនេះអូខេបងប្អូនអញ្ចឹងយើងចូលមកកាន់ slide បន្ទាប់គឺត្រង់ចំណុចថាចំណាំអញ្ចឹងកន្លែងចំណាំនេះគេដាក់ថា we use is with third person singular មានន័យថាយើងប្រើប្រាស់កិរិយាសព្ទ is នេះកិរិយាសព្ទ to be is នេះជាមួយនឹងបុរសទី3ដែលមានតែមួយអញ្ចឹងបងប្អូនយល់ពាក្យបុរសទី3អត់បុរសទី3នេះហៅ third person នេះបុរសទី3អញ្ចឹងបុរសទី3គឺជានរណាម្នាក់ដែលយើងនិយាយដល់បងប្អូនឧទាហរណ៍ថាពាក្យ he នេះមួយអញ្ចឹងពាក្យ he នេះវាជាបុរសទី3ហេតុតែខ្ញុំថាវាជាបុរសទី3អញ្ចឹងបងប្អូនអាចគិតបែបនេះអញ្ចឹងនៅពេលដែល he នេះគេបកថាគាត់ត្រូវហ៎បងប្អូនអញ្ចឹងនៅពេលដែលខ្ញុំសួរខ្ញុំគឺជាបុរសទី1ខ្ញុំសួរទៅកាន់បងប្អូនខ្ញុំកំពុងតែនិយាយនេះខ្ញុំជាបុគ្គលទី1ជាបុរសទី1ហើយបងប្អូនអ្នកស្ដាប់ដែលកំពុងមើលវីដេអូនេះបងប្អូនជាបុរសទី2ហើយ he ពាក្យថាគាត់នេះដែលយើងបានលើកឡើងនេះគាត់ជាបុរសទី3ដែលយើងលើកឡើងណាបងប្អូនអញ្ចឹងយើងអត់ដឹងថាគាត់ណាទេអញ្ចឹងខ្ញុំអ្នកនិយាយខ្ញុំជាបុរសទី1បងប្អូនអ្នកមើលវីដេអូនេះជាបុរសទី2ហើយគាត់ដែលយើងលើកឡើងយើងនិយាយដល់ហ្នឹងគឺជាបុរសទី3ហើយ he នេះវាមានប្រមាណអ្នក he នេះដែលយើងបកថាគាត់នេះវាមានតែមួយទេអញ្ចឹងគេហៅ third person singular នេះ singular នេះមួយដល់គ្នាឯកវចនៈអញ្ចឹងគេហៅថាបុរសទី3ដែលមានតែមួយអញ្ចឹងនៅរាល់បុរសទី3ដែលមានតែមួយទាំងអស់គេប្រើវាជាមួយនឹង is ជាក់ស្ដែងដូចជា he she ហើយនិង it នេះដូចគ្នាបងប្អូនអូខេដោយឡែកអញ្ចឹងបងប្អូនអាចមើលមកខាងក្រោមនេះដោយឡែកពាក្យថា they subject they ណាបងប្អូន they នេះយើងបកថាពួកគេអញ្ចឹងម្ដងទៀតបងប្អូន they នេះយើងបកថាពួកគេអញ្ចឹងបងប្អូនស្ដាប់ខ្ញុំម្ដងទៀតខ្ញុំដែលកំពុងនិយាយខ្ញុំគឺជាបុរសទី1ហើយបងប្អូនដែលមើលវីដេអូនេះដែលចាំស្ដាប់ខ្ញុំបងប្អូនជាបុរសទី2ហើយ they នេះពួកគេអញ្ចឹងពួកគេនោះអត់ដឹងពីណាទេដឹងតែពួកគេជាអ្នកដែលយើងលើកឡើងជាអ្នកយើងនិយាយដល់អញ្ចឹងខ្ញុំជាបុរសទី1បងប្អូនអ្នកស្ដាប់វីដេអូបុរសទី2ហើយពួកគេដែលយើងនិយាយដល់នោះគឺជាបុរសទី3តែហេតុអីមិនគេប្រើ they នេះជាមួយនឹង are ហេតុអីមិនគេមិនប្រើ they នេះជាមួយនឹង is អូខេមូលហេតុ they នេះគេបកថាពួកគេនឹងមានន័យថាច្រើនណាបងប្អូនច្រើនចាប់ពី2ឡើងអញ្ចឹងលក្ខខណ្ឌរបស់យើង we use is with third person singular មានន័យថាយើងប្រើ is ជាមួយនឹងបុរសទី3មានតែមួយចុះបើសិនបាទនេះជាបុរសទី3ដែរតែវាមានច្រើនអ្នកអញ្ចឹងយើងប្រើវាជាមួយ is កើតអត់អូខេអញ្ចឹងលក្ខខណ្ឌយើងគឺអត់កើតទេអញ្ចឹងយើងអាចប្រើបានតែជាមួយបុរសទី3មានតែមួយប៉ុណ្ណោះ is នេះណាហើយ they នេះបុរសទី3ដែរតែវាចាប់ពី2ឡើងអញ្ចឹងយើងប្រើវាជាមួយនឹង are ធម្មតាអូខេអញ្ចឹងរាល់បុរសទី3ដែលមានច្រើនចាប់ពី2ឡើងយើងប្រើវាជាមួយនឹង are ហើយបុរសទី3មានតែមួយយើងប្រើវាជាមួយនឹង is អូខេអញ្ចឹងដើម្បីឲ្យងាយយល់ជាងនឹងទៀតបងប្អូនអាចទៅមើល slide បន្តអូខេអញ្ចឹងនេះជាទម្រង់នៃការបង្កើតប្រយោគកាលពីវីដេអូមុនគឺខ្ញុំអត់តាន់បានឲ្យទម្រង់ទៅកាន់បងប្អូនទេអានេះវាជារូបមន្តមួយដើម្បីយកវាទៅបង្កើតជាប្រយោគបងប្អូនអូខេអញ្ចឹងកាលពីវីដេអូមុនគឺខ្ញុំឲ្យជាឧទាហរណ៍ទៅតែម្ដងតែនេះគឺជាទម្រង់ជារូបមន្តនៅក្នុងការបង្កើតវាជាឧទាហរណ៍បែបនោះអូខេអញ្ចឹងយើងមាន3ទី1គឺយើងហៅថាប្រយោគស្របដែលយើងមាន subject បូក to be ហើយនិង object ហើយបដិសេធយើងមាន subject បូក to be ថែម not មកហើយថែម object ហើយចុងក្រោយគឺសំណួរគឺយើងដូរយកកិរិយាសព្ទ to be នេះមកដាក់ខាងមុខគេវិញមកបន្ទាប់មកបូក subject ហើយបូក object ហើយសញ្ញាសួរអូខេអញ្ចឹងដើម្បីឲ្យងាយយល់យើងទៅមើល example របស់នេះអូខេបងប្អូន example គេដាក់ថា
đó khi mơ bị lơ mà example cái đặt tha I am a student chẳng I is subject đôi cái buồn dương mình I is subject anh ấy bị chia dục drop đó nè I is subject am is to be chẳng I pra cho mùi am I am a student khi cứ sa you is subject is to be chẳng you pra cho mùi đằng á chẳng you are chẳng time not nó bây giờ time not bên này bị chia tụm rong bạn để sai chẳng you are not a pilot mình đã tha nè cứ mình mang chia nè bảo bò dừng họ thì you are not a pilot ấy vô tập he chia bờ tí bay men tại môi chẳng prao về cho môi năng to be is chẳng he is good boy chẳng good boy ní mình pro lò chẳng con cứ chia mình pro lò hay vô tập cái đặt tha Dara is a smart man chẳng tụi ông mơ cái lại nhỉ nơi khung với giang lê để dương riêng cả video muốn dương chăm thà subject miền tây bằng pt I u v d he she it trong hai ấy Dara này màu bên nào trong biệt tha Dara này cứ chia tu ong môi để còn đa tu chia bật thiến là đó này mình tha còn miền tu nửa tí mà năng sập chi dơ nữa ngay ấy cái chẳng đầm bầy nghe rồi tao này tôi gật tha nhom này của phong su nó này nè em chia bật tí muối tao này lại chăm sắp bật tí pi hai Dara này để dương vậy đó chia bật tí bầy hai Dara lại ní cứ miền táiแต่มวยตีอะไรภาษาเบอร์เอาเงี้ยส่วนจึงต้องติดต่อนี่อาจเปรียบเทียบนะตอนนี้จังเปรียบเทียบท่าดาราประกอบชีมนุษย์เพราะให้ตลอดจังมนุษย์เพราะจังดาราชีมนุษย์เพราะสมาหนึ่งเปียท่า he จัง he เปล่ามือทูบีโอเค he ยังเปล่าเวจมูกยังทูบี is โอเคจังโดยนี้จังยังโยดารา is a smart man ในท่าดาราคือเชียบุรุษดอฉลาดมันเนี่ยดารา is a smart man โอเคไปยกต่อvô đó cái đại tha she is not a nurse nên cứ mình mang chia cái liệt nó bắt thay cho ca tê vô bạn để sai đó nên tụi anh tập bị thu bí miền not hay trong cái are they the footballers mình đã tha tá phụ kia cứ chia cái làm bao tờ rứ chẳng như mơ lại nè hay đấy ban cái pra footballer dương SS mùa lại cứ đưa sao tay sắp chỉ dương đề phụ kê chẳng phụ kê cho ra này footballer này dương trở SS đi the footballers ta phụ kê chỉ là có bao tờ rứ khi tôi khi chẳng mê riêng dương cứ một đôi chừng này nhé cứ chỉ trong mình chọc này video phía pi bao dương ấy khi chẳng muốn nâng mình chọc nhiều miền sầm nùa muối sụt cần đó khi ai cho khi ai commentใน thằng cao màn ta miền chùm ngon là vây đa cùng vô lấy thằng này dân ba miền sầm nua đi chùm nên nga đại thằng này cùng toàn vô thằng này ai comment xuốngใน thằng cao mát chùm nâng thua chỉ video rồi có choi tậpใน ក្នុង comment ខាងក្រោមអូខេតោះគ្នាចុងវីដេអូយើងក៏បានឈានមកដល់ទីបញ្ចប់ហើយដែរអរគុណដល់អ្នកគ្នាសម្រាប់ការតាមដាននិងទស្សនាជួបគ្នានៅវីដេអូក្រោយ See you next video